được sự bóng ôn là ngày này video mới tiết nhưng mà thọtនៅផ្នែកខាងលើនៃប្រលានស្ដេចកំឡុងហ្នឹងហើយយើងដើរមកមុខទៀតមកយើងមើលនៅខាងនោះពីចម្ងាយហ្នឹងគឺព្រះយមរាជអង្គុយបែរព្រះភ័ក្ត្រទៅទិសខាងកើតព្រះយមរាជមានឡង់ដើម្បីបិទបាំងនៅកម្ដៅសូមបញ្ជាក់រូបចម្លាក់ពិតហ្នឹងมันបាននៅទីនេះទេនេះជារូបចម្លាក់ចម្លងនេះជាអាទិទេពនៃសេចក្តីស្លាប់ដែលយើងហៅថាព្រះយមរាជឬក៏ព្រះយមនឹងមើលនៅខាងនោះមានរូបចម្លាក់បែកបាក់អង្គុយបែរមុខទៅទិសទាំង4ហ្នឹងហើយអាទិទេពនៃទិសទាំង4ហ្នឹងរបស់ព្រះយមបញ្ជាក់ថាបន្ទាប់ពីយើងស្លាប់ទៅយើងមិនអាចគេចផុតពីការកាត់ក្តីរបស់ព្រះយមរាជនឹងទេតែចង់ទៅទីណាយើងចង់ទៅទីណាក៏ព្រះយមរាជនឹងទៅចាប់យើងហើយយកមកកាត់ជំនុំជម្រះក្តីនឹងបានដែរហ្នឹងហើយនេះទិដ្ឋភាពខាងលើនៃប្រលានស្ដេចកំឡុងបងប្អូនអូយស្អាតទេសភាពបន្ទាប់ពីភ្លៀងហើយហ្នឹងហើយវីដេអូមានតែប៉ុណ្ណឹងអរគុណច្រើនជម្រាបលា